ស្ដីបងប្អូនទាំងអស់គ្នានឹងហើយសម្រាប់ថ្ងៃដែរវីដេអូចេញមកអំពីបងប្អូនដែលថាចង់រកលុយពី YouTube បងប្អូនណាគឺមិនបាច់ឥឡូវនេះស្រួលបងប្អូនក្រុមហ៊ុន YouTube គឺមិនបាច់ហើយយើងចេះកាត់តវីដេអូអីទេបងនេះថតដូចខ្ញុំក៏បានដែរបងប្អូននេះដូចថតយើងធ្វើពីនេះពីនោះអញ្ចឹងណាបងប្អូនហើយយើងនិយាយអញ្ចឹងបងប្អូននេះយើងមិនចាំចេះកាត់តប្រហែលក៏បានដែរសម្រាប់មនុស្សចាស់ក៏បានដែរបងប្អូនអត់មានពិបាកទេបងប្អូនយើងថតមើលពីនេះយើងផ្ទះយើងអីចឹងណាបងប្អូនអត់មានពិបាកទេបងប្អូនក្នុង YouTube ឥឡូវគឺគេមិនចាំបាច់ឲ្យយើងចេះកាត់តវីដេអូប្រហែលទេបងប្អូនថ្ងៃដូចខ្ញុំអញ្ចឹងបងប្អូននេះគឺថតឲ្យយើងនិយាយពីនេះពីនោះអញ្ចឹងទៅណាបងប្អូនអត់មានពិបាកទេបងប្អូននេះយ៉ាងណានេះយើងថតដូចថានៅក្រោយផ្ទះរបស់ខ្ញុំអញ្ចឹងបងប្អូននេះក្រោយផ្ទះអញ្ចឹងបងប្អូនមើលខ្ញុំឲ្យទៅមើលនៅក្រោយផ្ទះខ្ញុំអត់មានអីទេបងប្អូនមានណាដើមជេបងប្អូននេះគឺអត់ពិបាកទេបងប្អូននេះវីដេអូថតគឺមិនចាំបាច់ថាយើងចេះថតហើយកាត់អីអត់មានពិបាកទេបងប្អូនគាត់ថាយើងថតហើយយើងបិទអញ្ចឹងបងប្អូននេះអត់មានពិបាកទេបងប្អូននេះយើងថតមើលមេឃមើលអីក៏បានបងប្អូនអត់មានពិបាកទេមកឥឡូវក្រុមហ៊ុន YouTube ពិតជាស្រួលណាបងប្អូនសម្រាប់មើលនេះក្រោយទៅខ្ញុំបងប្អូននេះគឺអត់មានអីទេបងប្អូនចឹងសម្រាប់បងប្អូនណាដែលចង់រៀនរកលុយតាម YouTube បងប្អូនអត់មានពិបាកទេបងប្អូនគ្រាន់តែយើងថតពីធម្មជាតិរបស់យើងបងប្អូននឹងដូចខ្ញុំថតឆ្វែលចឹងបងប្អូនមានអីទេគឺធម្មជាតិមើលខាងលើមានដើមល្ហុងចឹងបងប្អូននេះក្រោយផ្ទះខ្ញុំមានដើមល្ហុងនេះទ្រង់មន់បងប្អូននេះទ្រង់មន់ខ្ញុំចឹងបងប្អូននេះមានដើមចេកមានដើមល្ហុងក្រោយផ្ទះចឹងបងប្អូនគឺអត់មានពិបាកទេបងប្អូនសម្រាប់ដៃថ្មីដែលចង់រកលុយតាម YouTube ចឹងបងប្អូននេះ channel ថ្មីរបស់ខ្ញុំទេបងប្អូននេះបញ្ជាក់ថា channel ថ្មីរបស់ខ្ញុំទេគឺ channel ចាស់ខ្ញុំមានអ្នកតាមដានរហូតទៅ 30k ជាងណាបងប្អូននេះគ្រាន់តែ channel ថ្មីខ្ញុំថតឲ្យបងប្អូនមើលទេអានេះបងប្អូននេះ channel ថ្មីខ្ញុំទេបងប្អូនគឺអត់ពិបាកទេបងប្អូនសម្រាប់ការរកលុយពី YouTube ការរកលុយតាមអនស្រួលបងប្អូនណាគឺអត់មានពិបាកទេគឺអត់មានពិបាកទេបងប្អូននេះតែយើងថតមើលតាំងពីធម្មជាតិរបស់យើងអញ្ចឹងបងប្អូននេះគឺអត់ពិបាកទេបងប្អូននេះបាទនេះផ្នែកគៀនផ្ទះរបស់ខ្ញុំបងប្អូននេះមុខផ្ទះគៀនផ្ទះមានដើមល្ហុងតែមានដំណាំយើងចេះថតនិយាយទៅណាបងប្អូននេះឃើញមានដំណាំមានដើមត្នោតយើងអញ្ចឹងបងប្អូនមានពិបាកទេបងប្អូនតែយើងថតហើយយើងឈប់ទុកគឺតែយើងថតហើយយើងឈប់ថតហើយយើងឈប់ទុកហើយយើងដើរទៅជ្រុងមួយទៀតហើយយើងបើកវិញអញ្ចឹងបងប្អូននេះជ្រុងផ្លូវចូលបងប្អូនផ្លូវចូលទីមានស្មៅបងប្អូននេះស្មៅនឹងដើមចេកប្រហែលគុំពីមុខផ្ទះបងប្អូនមានអីទេអានេះរបៀបផ្ទះស្រុកស្រែយើងអញ្ចឹងបងប្អូននេះនឹងរបៀបផ្ទះស្រុកស្រែយើងមានអីទេបងប្អូននេះដល់ហ្នឹងបងប្អូននេះជ្រុងគៀនផ្ទះយើងបងប្អូនមានតែដើមចេកទេនឹងស្មៅបងប្អូននេះដើមល្ហុងនេះបងប្អូននេះគឺអត់ពិបាកទេបងប្អូនណាសម្រាប់បងប្អូនដែលចង់រកលុយតាមអនឡាញហ្នឹងបងប្អូនតែបងប្អូនត្រូវព្យាយាមធ្វើវីដេអូអញ្ចឹងបងប្អូនធ្វើវីដេអូឲ្យបានច្រើនអញ្ចឹងនេះខ្ញុំថតពីក្រោយផ្ទះបងប្អូននេះពីក្រោយផ្ទះខ្ញុំនេះផ្ទះខ្ញុំនេះបងប្អូននេះហ្នឹងហើយនេះពីចំហៀងផ្ទះបងប្អូននេះធម្មជាតិស្អាតមែនទែនបងប្អូនថ្ងៃរៀបលិចអញ្ចឹងបងប្អូននេះបងប្អូនថ្ងៃរៀបលិចនេះក្រោយផ្ទះអញ្ចឹងមានធម្មជាតិអញ្ចឹងបងប្អូនសុខស្រែយើងអត់មានអីទេបងមានតែប៉ុណ្្នឹងមានតែដាំដំណាំតិចតួចអញ្ចឹងបងប្អូនចេកស្វាយតិចតួចអញ្ចឹងបងប្អូនមានអីទេហ្នឹងអត់សំខាន់ទេរឿងហ្នឹងបងប្អូនហ្នឹងហើយសំខាន់ឲ្យយើងអ្នកនិយាយទៅអ្នកចង់ធ្វើ YouTube អញ្ចឹងណាបងប្អូនឥឡូវគឺអត់ពិបាកទេបងប្អូនអ្នកចង់ធ្វើ YouTube អត់ពិបាកទេបងប្អូនអត់ពិបាកទេគណៈយើងថតរូបហើយយើងផុសចូល channel យើងទៅយើងក៏អាចគ្រប់គោលការណ៍ហើយយើងអាចស្នើរកលុយបានអញ្ចឹងបងប្អូនមិនបាច់ចាំចេះកាត់តវីដេអូដូចសម័យមុនទេបងប្អូនឥឡូវចឹងវីដេអូមានតែប៉ុណ្ណឹងបងប្អូននេះថាបងប្អូនមានចាប់អារម្មណ៍កុំភ្លេចចូលធ្វើវីដេអូ YouTube ផុសចូល YouTube ចឹងឆុងយើងចឹងបងប្អូនណាបាយបាយជម្រាបលាបងប្អូន